អនុទានថានឹងជជែកជាមួយតារាំនៅម៉ោង9ថ្ងៃសុក្រនេះបាងកកអនុទានឆានវីរៈគុលបានបញ្ជាក់នៅរសៀលថ្ងៃសុក្រនេះថាលោកនឹងជជែកជាមួយប្រធានាធិបតីអាមេរិកគឺលោកដូណាល់ត្រាំនៅយប់ម៉ោង9ថ្ងៃសុក្រនេះអនុទានបានប្រាប់សារព័ត៌មានថាការហៅទូរស័ព្ទជាមួយលោកត្រាំនឹងធ្វើឡើងនៅម៉ោងប្រហែល9:20នាទីយប់ម៉ោងក្នុងស្រុកនិងម៉ោង9:20នាទីព្រឹកនៅទីក្រុងវ៉ាស៊ីនតោនលោកថាក្នុងជំនួបជជែកជាមួយលោកត្រាំនាពេលខាងមុខនេះលោកនឹងពន្យល់លោកត្រាំអំពីជំហររបស់ថៃក្នុងបញ្ហាជម្លោះព្រំដែនជាមួយប្រទេសកម្ពុជាគូគាត់សម្គាល់ថាលោកដូណាល់ត្រាំចង់ធ្វើអន្តរាគមន៍ម្ដងហើយម្ដងទៀតដើម្បីបញ្ចប់ការប្រយុទ្ធគ្នានិងជួយសង្គ្រោះបទឈប់បាញ់ដែលលោកបានសម្របសម្រួលកាលពីចុងខែតុលាលោកត្រាំបានរៀបរាប់នៅឯពិធីជប់លៀងសភាមួយនៅយប់ថ្ងៃប្រហ័សថាបាទគឺជាអ្នកបង្កើតសន្តិភាពសកលនិងបានសម្ដែងទំនុកចិត្តថាលោកនឹងធ្វើឲ្យមានបទឈប់បាញ់វិលមកសុភាពធម្មតាវិញបាទពុកម៉ែបងប្អូនជាទីគោរពនិងជាទីមេត្រីបាទអញ្ចឹងនាយករដ្ឋមន្ត្រីថៃអនុទានបាទគឺបានប្រកាសហើយប្រាប់អ្នកសារព័ត៌មានថានៅម៉ោង9:20នាទីម៉ោងនៅក្នុងស្រុកគឺលោកនឹងទូរស័ព្ទជួបជាមួយនឹងដូណាល់ត្រាំបាទហើយមិនទាន់ដឹងថាការទូរស័ព្ទទៅលោកដូណាល់ត្រាំហ្នឹងគឺមានបំណងអ្វីទេបាទគឺមានបំណងអ្វីទេគាត់ថាចង់ប្រាប់ពីបញ្ហាព្រំដែនជាមួយនឹងប្រទេសកម្ពុជាបាទហើយខ្ញុំជឿថាលោកអនុទាននេះគឺនិយាយប្រកាសជាមូលបកាច់ខ្មែរទៀតហើយប្រកាសជាមូលបកាច់កម្ពុជាប្រកាសជានិយាយមិនពិតទៀតហើយបងប្អូនអរគ្នាបាទអញ្ចឹងយើងរងចាំលទ្ធផលថាតើលោកអនុទាននិយាយអីខ្លះជាមួយនឹងប្រធានាធិបតីដូណាល់ត្រាំបាទសូមអរគុណបាទសូមជម្រាបលា